ចាសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី7ចាបន្ទាប់ពីប្រាសាទយាយគុំចាគឺនៅខាងក្រោយប្រាសាទយាយគុំគឺប្រាសាទចិញ្ចឹមត្រីចាប្រាសាទចិញ្ចឹមត្រីនេះគឺជាប្រាសាទដែលជាមន្ទីរពេទ្យបែបជំនឿសាសនាចាដែលស្ថិតនៅភូមិបន្ទាយឆ្មាកើតឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យចាគឺនៅខាងកើតប្រាសាទបន្ទាយឆ្មាហើយប្រាសាទនេះដែរគឺកសាងឡើងនៅចុងសតវត្សទី12ដើមសតវត្សទី13ចាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានចាប្រាសាទនេះដែរគឺកសាងឡើងអំពីថ្មភក់ចាលាយជាមួយនឹងថ្មបាយក្រៀមចាតាមរចនាបថបាយ័នប្រាសាទត្រូវបានរងការបាក់បែកអស់ស្ទើរតែទាំងស្រុងហើយបងប្អូនចានៅសល់តែបន្តិចបន្តួចដែលអាចឲ្យយើងមើលដឹងថាប្រាសាទគឺមានតួប៉មតែមួយចាដែលកំពូលប្រាសាទគឺឆ្លាក់រូបព្រំមុខ4ចាប៉ុន្តែត្រូវរងការបាក់បែកនៅសល់តែព្រះភ័ក្ត្រមួយជ្រុងទេបងប្អូនចាពិតជាគួរឲ្យសោកស្ដាយមែនទែននៅស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងចាហើយប្រាសាទចិញ្ចឹមត្រីនេះដែរគឺផ្លូវដែលចូលមកគឺជាផ្លូវលំដីក្រហមចាហើយប្រាសាទគឺស្ថិតនៅក្នុងព្រៃព័ទ្ធជុំវិញតែម្ដងចាប្រសិនបើយើងមិនចាប់អារម្មណ៍គឺមិនដឹងថាមានប្រាសាទទេបងប្អូនចាប្រាសាទគឺស្ថិតនៅលើទីទួលខ្ពស់មួយដែលមានក្រសិនទឹកព័ទ្ធជុំវិញចាតែបច្ចុប្បន្ននេះគឺក្រសិនទឹកមិនមានទឹកទេបងប្អូនចាគឺរីងស្ងួតអស់ហើយចាហើយប្រាសាទនេះដែរក៏មិនសូវមានបងប្អូនស្គាល់ឬក៏ចាប់អារម្មណ៍មកទស្សនាទេបងប្អូនចាទីមួយគឺពួកគាត់មិនបានដឹងថាមានប្រាសាទចាទី2គឺការធ្វើដំណើរចូលមកទស្សនាគឺមិនសូវជាមានភាពងាយស្រួលទេបងប្អូនចាអញ្ចឹងដើម្បីចូលរួមចំណែកការពារនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាបងប្អូនគួរតែអញ្ជើញទៅទស្សនាឲ្យបានគ្រប់ប្រាសាទទាំងអស់មិនថាប្រាសាទទូចឬក៏ប្រាសាទធំចាដើម្បីជាការលើកស្ទួយនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអរគុណច្រើនបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាប